កម្មនឹងការអះអាងរបស់ភាគីថៃដែលថាការកំណត់ព្រំប្រទល់នៅតំបន់មានចំនួនត្រង់ចំណុចភូមិព្រៃច័ន្ទនិងភូមិជោគជ័យនោះត្រូវបានដោះស្រាយរួចរាល់គឺជាការលើកឡើងខុសពីការកំណត់នៅក្នុងអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000នេះមានន័យថាភាគីទាំងពីរនឹងនៅបន្តពិភាក្សាការកំណត់ព្រំប្រទល់នេះតាមយន្តការទ្វេភាគីដែលបានព្រមព្រៀងកន្លងមកតាមការអត្ថាធិប្បាយរបស់លោកក្នុងបណ្ដាញសង្គម Facebook នៅថ្ងៃទី26ខែកញ្ញាឆ្នាំ2025លោកហ៊ុនម៉ាណែតបានលើកឡើងថាប្រទេសកម្ពុជានិងថៃជាអ្នកជិតខាងគ្នារាប់សតវត្សរ៍មកហើយនិងបន្តជាអ្នកជិតខាងរបៀបនេះជាច្រើនសតវត្សរ៍ទៅមុខទៀតលោកបានផ្ដល់ការកត់សម្គាល់ថាវាមានភាពចាំបាច់ក្នុងការទទួលស្គាល់ការពិតដែលថាប្រទេសទាំងពីរមិនទាន់បានកំណត់ព្រំប្រទល់ដែលនៅជាប់គ្នានៅឡើយខណៈប្រជាជនទាំងសងខាងបានរស់នៅនិងបង្កបង្កើនផលលើដីក្នុងតំបន់មិនទាន់